វាសួរបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងកំពុងតែនៅតាមផ្លូវដើម្បីទៅវារីអគ្គិសនីនុគយឬក៏យើងហៅថានុគយ Hydro Power ដែលវាស្ថិតនៅក្នុងខេត្ត Hiroshima ដែលស្ថិតនៅតាមដងទន្លេអូតាហើយនេះគឺជាទេសភាពនៅតាមផ្លូវដែលមានស្ថានភាពជាព្រៃភ្នំមិនខុសពីវារីអគ្គិសនីដែលនៅតំបន់ផ្សេងៗឬក៏នៅក្នុងស្រុកខ្មែរយើងដែរទេនេះយើងមកជិតដល់ហើយយើងកំពុងតែបើកនៅលើទំនប់វារីអគ្គិសនីតែម្ដងនៅពេលនេះយើងកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់អគាររដ្ឋបាលរបស់ខាងអ្នកធ្វើការនៅទំនប់វារីអគ្គិសនីហើយយើងក៏បានមកដល់ហើយទេសភាពពិតជាស្រស់ស្អាតមែនទែនមានអារម្មណ៍ថាស្រស់ស្រាយរាល់ពេលដែលបានមកដល់នៅតំបន់ទំនប់វារីអគ្គិសនីបែបនេះគឺយើងមានអារម្មណ៍ថាខ្យល់អាកាសបរិសុទ្ធហើយស្រស់ស្រាយមែនទែននេះគឺជាទំនប់វារីអគ្គិសនីដែលមានរាងជាពាក់កណ្ដាលនឹងវងនេះគឺជាទន្លេដែលគេនឹងបើកទឹកនិងបង្ហូរមកតាមនេះហើយដែលទំនប់នេះគឺមានកម្ពស់156ម៉ែត្រដែលវាអាចស្តុកទឹកបានសរុបហ្នឹងគឺចំនួន82លានម៉ែត្រគីបហើយទំនប់វារីអគ្គិសនីនេះគឺធ្វើឡើងមិនមែនដើម្បីតែផលិតជាថាមពលអគ្គិសនីតែមួយមុខទេគឺផលិតជាថាមពលអគ្គិសនីផងដើម្បីការពារនៅគ្រោះទឹកជំនន់ផងហើយនឹងធ្វើជាស្ថានីយ៍ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅកាន់តំបន់ដែលនៅក្បែរនេះផងហើយនេះគឺជារូប 3D model ដែលបញ្ជាក់អំពីស្ថានភាពនិងទីតាំងនៃទំនប់វារីអគ្គិសនីនេះដែលកំពុងតែស្ថិតនៅហើយនេះគឺជាស្ថានភាពតំណាងដែលគេធ្វើជា 3D model គឺមានរាងបែបនេះសូមបញ្ជាក់ផងដែរថាវារីអគ្គិសនីនេះគឺត្រូវបានសាងសង់រួចរាល់នៅក្នុងឆ្នាំ2006ហើយក៏បានដាក់ឲ្យដំណើរការរហូតមកហើយនេះគឺជារូបស្ថានភាពដែលបញ្ជាក់អំពីទំនប់ហើយនឹង level ទឹកត្រឹមណាដែលជាកម្ពស់អតិបរមានិងត្រឹមណាដែលជាកម្ពស់អបបរមាហើយយើងក៏បានពិនិត្យមើលបន្តទៀតទៅនឹងរូបតំណាងជា 3D ដែលបញ្ជាក់អំពីដំណាក់កាលនៃការសាងសង់និងឧបករណ៍និងសម្ភារៈនិងវិធីសាស្ត្រនៃការសាងសង់នៅពេលដែលគេសាងសង់ទំនប់វារីអគ្គិសនីនេះហើយវារីអគ្គិសនីនេះគឺអាចចេញជាថាមពលបានចំនួន2300មេហ្គាវ៉ាត់ដែលផ្គត់ផ្គង់ទៅក្នុងតំបន់ Hiroshima នេះតែម្ដងហើយនេះគឺជារូបភាពមិញគឺជារូបភាពនៅក្នុងដំណាក់កាលសាងសង់បន្ទាប់មកបុគ្គលិករបស់ខាងវារីអគ្គិសនីហ្នឹងក៏គាត់បានបញ្យល់និងណែនាំផ្សេងៗពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីនេះហើយយើងក៏បន្តដំណើរតាមផ្លូវក្រោមដីដើម្បីទៅកាន់water outlet របស់វារីអគ្គិសនីហើយនេះគឺជាទីតាំងដែលក្រុមការងាររបស់ខាង Hydro ហ្នឹងគាត់ពិនិត្យមើលនៅពេលដែលមានអ្វីដែលខុសប្រក្រតីដូចជាគ្រោះរញ្ជួយដីឬក៏មានរំញ័ររំញោចអីហ្នឹងគឺគាត់អាចពិនិត្យមើលដឹងថាតើសំណង់របស់វារីអគ្គិសនីហ្នឹងគឺនៅមានភាពមាំទាំគ្រប់គ្រាន់ឬក៏មានការបម្រែបម្រួលខុសប្រក្រតីដែរឬទេនេះយើងក៏បន្តដំណើរតាម platform នេះបន្តទៀតដើម្បីទៅមើលកន្លែងដែលគេបញ្ចេញទឹកហើយផ្លូវដើរនេះក៏គេមានបាំងជាដំបូលចិត្តដើម្បីងាយស្រួលសម្រាប់គេចេញចូលធ្វើការទោះបីមេឃភ្លៀងមេឃក្តៅអីក៏ដោយមានព្រិលឬក៏យ៉ាងណាក៏គេអាចធ្វើការបានហើយនេះគឺយើងមកដល់ក្នុងបន្ទប់ control room អូខេហើយយើងក៏នឹងបន្តចុះចដើមមកកម្មទៀតដើម្បីទៅមើលនេះយើងបានមកដល់ហើយនេះគឺជាទន្លេដែលគេបើកទឹកបញ្ចេញគឺបញ្ចេញទៅតាមហ្នឹងហើយនេះគឺជា water outlet នេះគឺមានមុខកាត់1ម៉ែត្រកន្លះហើយនេះគឺជាទំនប់ដែលយើងថតមើលពីខាងលើមកមិញទេសភាពស្រស់ស្អាតមែនតើបាទនេះគឺផ្នែកខាងក្រោមហើយក៏មានរូបគេធ្វើជារូបតំណាងរបស់បុគ្គលិកគេមួយនៅទីនេះផងដែរហើយក៏មានការបញ្យល់ណែនាំអំពី
លក្ខណៈបច្ចេកទេសមួយចំនួននៅត្រង់ចំណុចដែលទឹកបញ្ចេញនេះឬក៏យើងហៅភាសាបច្ចេកទេសហៅថា water discharge ឬក៏ water outlet ដែលយើងមកពេលនេះគឺចំពេលដែលគេមិនបើកទឹកប៉ុន្តែជាទូទៅគឺគេបើកទឹកនៅពេលរសៀលប៉ុន្តែដោយសារយើងមកគឺពេលថ្ងៃត្រង់អញ្ចឹងអត់ទាន់ដល់ពេលដែលត្រូវគេបញ្ចេញទឹកបន្ទាប់មកយើងក៏បន្តដំណើរទៅបន្ទប់ធ្វើបាញ់ដើម្បីពិនិត្យមើលនៅត្រង់ចំណុចនេះបន្តទៀតប៉ុន្តែយើងក៏អាចឃើញអំពីទេសភាពនិងសំណង់នៃទំនប់នេះដែលមានរាងជាពាក់កណ្ដាលរង្វង់រួមជាមួយនឹងទេសភាពពណ៌បៃតងខ្ចីផងដែរពេលនេះបុគ្គលិករបស់គាត់កំពុងតែចែកឯកសារនិងធ្វើការបញ្យល់ណែនាំអំពីលក្ខណៈបច្ចេកទេសនៃទូប៊ីនហើយយើងក៏បន្តចុះទៅក្នុងបន្ទប់ទូប៊ីននៅខាងក្រោមវាផ្លូវរាងចង្អៀតបន្តិចប៉ុន្តែជាទូទៅគឺនៅកន្លែងវិរិយអគ្គិសនីបែបនេះគឺតែងតែមានស្ថានភាពចន្លោះនឹងផ្លូវគឺបែបនេះបាទមិនជាខុសគ្នាប៉ុន្មានទេយើងក៏ចូលមកដល់ក្នុងបន្ទប់ control room ហើយយើងក៏បានពិនិត្យមើលថាតើការរៀបចំនិងការoperate ការងាររបស់បុគ្គលិកនៅខាង hydro នឹងបែបណាខ្លះហើយយើងក៏បានបន្តចុះមកមួយជាន់ទៀតដែលនៅខាងឆ្វេងដៃនេះគឺជាទូប៊ីនរបស់ hydro នេះហើយបាទនេះគឺមានទំហំប៉ុណ្នេះដែលយើងអាចមើលធៀបជាមួយនឹងទំហំខ្លួនមនុស្សបានហើយយើងក៏បន្តទៅទីតាំង pipeline ដែលបញ្ចេញទឹកចូលទៅក្នុងទូប៊ីនហើយក៏មានការពន្យល់អំពីលក្ខណៈបច្ចេកទេស